បាទថ្ងៃនេះខ្ញុំចង់បង្ហាញពីបទពិសោធន៍ខ្លះៗសម្រាប់មើលទៅរៀនចាស់ពុកម៉ែបងប្អូនយើងណាបាទឥឡូវតោះយើងទៅមើលទាំងអស់គ្នាជាមួយខ្ញុំបាទថាតើទៅរៀនចាស់វាមានយើងអាចចំណាំវាអ្វីខ្លះបានដឹងថាទៅរៀនហ្នឹងវាចាស់បាទតោះឥឡូវតោះយើងទៅមើលទាំងអស់គ្នាណាបាទនេះបាទវាដោយសារអានេះវាទឹមភ្លៀងទឹមស្ងួតទេបាទតែអានេះវាថាវាកន្លែងនេះវាអត់ស្ងួតវាអត់សើមបាទឥឡូវឃើញថាវាពណ៌វាអញ្ចឹងបាទស្ងួតវារៀងពណ៌វាពណ៌ស្កាចាស់បាទពណ៌ដូចថារៀងស្លែចាស់រៀងស្ងួតអញ្ចឹងអាហ្នឹងគេហៅថាចាស់ហើយពុកម៉ែបងប្អូនហើយទី2គេមើលសណ្ដងវាបាទសណ្ដងវារីកខ្លាំងចេះហើយឡងអាហ្នឹងគេហៅថាអាតាមឡងវាហ្នឹងវាស្ងួតបាទវាស្ងួតវាមានបែកកាឡាមកសហ្នឹងហើយទី3គេមើលថាទី3គេត្រូវគោះបាទគេមានកំបិតសម្រាប់គោះគេមានកំបិតកាត់តរេនគេសម្រាប់គោះយើងគោះទៅវាសោកបាទសោកខ្លាំងគេគោះបានគេកាត់បានហើយពុកម៉ែបងប្អូនយើងបាទនេះគឺដល់វ័យកាត់អស់ហើយគឺតែសម្រាប់ផ្លែនេះនៅទេបាទដោយសារអីគឺសំដងវានៅអត់ទាន់រីកហើយនឹងប្លាវាគឺអត់មានឡងស្ងួតទេពុកម៉ែបងប្អូនយើងណាបាទនេះវាអត់មានស្ងួតទេនៅខៀវតែម្ដងនៅឡើងថ្លាដល់អញ្ចឹងយើងអត់ទាន់អាចកាត់វាបានទេហើយសម្រាប់យើងផ្លែដែលកាត់បានបាទនេះគឺពណ៌វាស្ងួតចេះបាទពុកម៉ែបងប្អូនយើងមើលឲ្យច្បាស់ណាហើយមិនមែនថាខ្ញុំប្រូទេណាយើងបើសិនជាមើលឃើញកាឡាបែបហ្នឹងហើយសំដងរីកហើយយើងអាហ្នឹងទី1យើងមើលលើកាឡាវាស្ងួតអញ្ចឹងណាបាទនេះបាទកាឡាស្ងួតអញ្ចឹងទី2សណ្ដងទី3យើងគោះបាទគឺសំខាន់គឺគោះជួនកាលតរេនខ្លះមកសណ្ដងវារីកមែនតែវាអត់ទាន់ទុំអត់ទាន់ដល់ថ្ងៃវាទេវាដូចថាវានៅអត់ទាន់ដល់ថ្ងៃវាបាទតែវាសំខាន់គឺយើងគោះបាទតរេនគឺអ្នកណាក៏គេតែងតែរើសយកគោះដែរដោយសារថាយើងគោះនេះវាប្រកបហើយទៅកន្លែងគេទិញគេលក់ក៏គេគោះដែរបាទគេគោះចេះបាទឲ្យតែសូវាដូចថារៀងលឺរៀងខ្លាំងជាងតរេនធម្មតាតរេនកញ្ចៃវាអត់លឺទេវាលឺដែរតែលឺវាតិចបាទនេះលឺតិចហើយវាមិនលឺក្លុកដូចតរេនចាស់ដល់អញ្ចឹងបើសិនជាកាត់នឹងបើយើងទុកសាច់ទុំទៅដល់80ទៅ85%គឺយើងគោះគឺច្បាស់មែនតើគឺយើងគោះទៅមិនខុសទេបាទហើយយើងចង់បានតរេនទុំតរេនដូចថាបងប្អូនអ្នកទិញតរេនហូបក្តីវាយើងថាឥឡូវយើងមានអីមួយមានឈើអ្វីមួយទៅសម្រាប់ទៅគោះអាហ្នឹងយើងអាចប្រកាសយើងដឹងថាបានតរេនឆ្ងាញ់យកមកហូបហើយបើគោះទៅសំឡេងវាណែនណាវាណែនបានន័យថាតរេនហ្នឹងវាអត់ទាន់ចាស់ល្អអត់ទាន់ទុំល្អទេតើតែសំឡេងហ្នឹងវារៀងអាលងរៀងលឺសូរៀងឃ្លុកហ្នឹងបានថាវាចាស់ល្អបាទនេះជាការបទពិសោធន៍មួយសម្រាប់បងប្អូនយើងអ្នកដាំតរេនហើយគឺចំណុចទាំងនេះគឺសំខាន់មែនទែនសម្រាប់បងប្អូនយើងអ្នកដែលដាំតរេនទាំងអស់ជួនកាលគាត់ឃើញតរេនតែគាត់អត់ចេះដាំទេគាត់ដាំតែតរេនតែគាត់អត់ចេះកាត់អញ្ចឹងខ្ញុំធ្វើជាវីដេអូបង្ហាញតែខ្ញុំមិនធ្លាប់ធ្វើបង្ហាញម្ដងហើយនេះគឺឃើញឡងថាកន្លែងឡងវាហ្នឹងស្ងួតបាទស្ងួតហើយនេះឡងវានេះស្ងួតគេអាហ្នឹងគេថាពណ៌វាចាស់ហើយទី2គេមើលសណ្ដងបាទហើយទី3ហ្នឹងគឺគោះគឺសម្រាប់ថាគោះហ្នឹងគឺសម្រាប់ចុងក្រោយហើយគឺគេថាត្រូវតែកាត់ហើយបើសិនតែគោះហ្នឹងចូលគេកាត់បើគោះមិនចូលគេអត់ហ៊ានកាត់ដែរតែគោះហ្នឹងក៏គេមាននេះដែរថាគោះហ្នឹងត្រូវភ្លៀងត្រូវអីខ្លាំងក៏យើងគោះពិបាកដែរតែយើងសំខាន់យើងមើលឡងវាដែរណាបើសិនជាត្រូវភ្លៀងតរេនក៏គោះកាត់ចូលដែរអញ្ចឹងបានថាបើសិនជាពេលវាភ្លៀងគេមើលឡងវាឲ្យស្ងួតហើយសណ្ដងវារៀងរីករៀងតមីចបាទអាហ្នឹងបានន័យថាវាអាចចាស់ល្មមកាត់ហើយពុកម៉ែបងប្អូនហ្នឹងបាទនេះជាបទពិសោធន៍មួយសម្រាប់ចែកលេខដល់ពុកម៉ែបងប្អូនយើងអ្នកដាំតរេនថ្មីទាំងអស់បាទហើយបើមានខុសត្រូវអីសូមអធិស្ឋានដល់រូបខ្ញុំផងបាទព្រោះអីខ្ញុំក៏មិនចេះដល់ទៅ100ដែរបាទគឺការកាត់តរេនគឺខ្ញុំទៅនឹងចេះដែរទេព្រោះអីវ័យខ្ញុំក៏មិនទាន់ចាស់ប្រហែលដែរខ្ញុំទៅរៀនកាត់មកបដាដល់អញ្ចឹងក៏ខ្ញុំមិនទាន់ចេះច្រើនដែរហើយក៏មានបទពិសោធន៍ខ្លះក៏ចង់មកចែកលេខដល់ពុកម៉ែបងប្អូនយើងអញ្ចឹងណាបាទអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនយើងបាទ